បងប្អូនទាំងអស់គ្នាលើកខ្ញុំមកដល់ទៅដីខេត្តរតនគិរីបងប្អូនយើងហូបអាហារពេលព្រឹកបងប្អូនអញ្ចឹងបងប្អូនខ្ញុំកំងមាន់ស្ងោរហើយបងប្អូនដឹងថាបាយមាន់ស្ងោរគឺគេយកសាច់មាន់ទៅស្ងោរហើយគេស្រង់មកដាក់ជាមួយបាយហូបជាមួយទឹកជ្រលក់ក៏ប៉ុន្តែរតនគិរីគឺផ្លែមែនទែនបងប្អូនបាយមាន់ស្ងោរបងប្អូនមើលនេះគឺមាន់ស្ងោរកាត់ស្ងោរគឺស្ងោរជ្រក់មាន់បងប្អូនមានទាំងទឹកសឡមានទាំងមាន់មកជាមួយគ្នាបងប្អូនផ្លែមែនទែនហើយបាយមាន់ស្ងោរបងប្អូនឥឡូវថាអញ្ចឹងក៏ចង់ចោលទឹកជ្រលក់បងប្អូនទឹកជ្រលក់គឺទឹកត្រីបុកហើយចំណែកនេះគឺពគីបុកបងប្អូនពគីបុកគឺឆ្ងាញ់ណាស់បងប្អូនខ្ញុំចូលចិត្តមែនទែនឥឡូវយើងភ្លក់ទាំងអស់គ្នាថាបាយមាន់ស្ងោររសជាតិយ៉ាងម៉េចបងប្អូនដល់យើងយកមាន់មកយើងដាក់ចូលពគីបុកនេះអូយតំណងខ្លាំងបងប្អូនហើយថ្លៃបងប្អូនថ្លៃខ្លាំងមែនទែនឆ្ងាញ់ហើយហើយមែនទេបងប្អូនមរណគិរីកុំភ្លេចណាសាកបាយស្ងោរមាន់បងប្អូនបាទអរគុណ